បាទសួស្តីយើងមកដល់វត្តជនបទហើយវត្តត្បូងឃ្មុំទៀតហើយអត់ស្គាល់ឈ្មោះទេបើថាបរិស្ថានរបស់វាស្អាតណាវាប្លែកភ្នែកណាឃើញទេបរិស្ថានបរិយាកាសល្អកាសធាតុល្អហើយតែខិនណាតំណងឃើញទេអានេះគួរជាទីគយគន់ណាឃើញស្អាតទេមើលបរិយាកាសល្អខ្ញុំអត់ដឹងថាវត្តអីតែដឹងអានេះត្បូងឃ្មុំមកធ្វើតខិនច្រើនពេកវត្តមកច្រើនពេកដឹងថាវត្តណាវត្តហើយឃើញបរិយាកាសល្អវត្តមើលនេះអានេះពហិមិនហ្នឹងពហិមើលដើមឈើដើមស្វាយល្អដើមស្វាយព្រៃនេះដើមធំធំអានេះយើងកន្លែងគេធ្វើតខិនអានេះសាលាឆាន់ណាសាលាឆាន់នៅពហិនេះបរិយាកាសល្អនឹងជីវភាពប្រជាពលរដ្ឋយើងនៅខេត្តវស្សាខេត្តបនទៀនបនតខិនទៀននេះគឺតំណងហ្នឹងមែនទេហើយវាចែកដល់ថ្ងៃហ្នឹងវាមេឃសតុំហើយវាមានភ្លៀងតិចទៀតណា